បើស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តនៅក្នុងខេត្តកំពតដែលពួកយើងស្នាក់នៅក្នុងទីតាំងមួយកន្លែងដែលការរៀបចំនៅទីនោះគឺលក្ខណៈបែបស្រុកស្រែព័ទ្ធជុំវិញទៅដោយវាលស្រែក៏ដូចជាយើងអាចមើលថ្ងៃរះក៏ដូចជាថ្ងៃលិចបានមិនត្រឹមតែប៉ុណ្ណោះគឺឃើញនៅទិដ្ឋភាពស្រុកស្រែនៅតាមជនបទទៀតផងអញ្ចឹងការស្នាក់នៅរបស់ពួកយើងគឺធ្វើនៅទីតាំងមួយដែលស្ថិតនៅចម្ងាយប្រមាណជា10គីឡូពីក្រុងកំពតហើយទីតាំងនោះឈ្មោះថាស្រែលុចដែលជាការរៀបចំរបស់គេគឺតាមបែប living community style ដោយមានព័ទ្ធជុំវិញទៅដោយដីស្រែក៏ដូចជាវាស្រែព្រៃភ្នំអីហ្នឹងហើយប៉ុន្តែបើនៅក្នុង inside នៃលក្ខណៈដូចជាផ្ទះលំហែហ្នឹងគឺការតុបតែងរបស់គេគឺខ្ញុំឲ្យ10 លើ 10ដោយសារការរៀបចំមានការដាក់តាំងគំនូរមានរៀបចំទូសម្រាប់តាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗហើយការជ្រើសរើសក្នុងការដេគ័រការបំពាក់ទៅដោយជញ្ជាំងដែលយើងអាចបិទហើយនឹងបើកបានដោយមានពន្លឺថ្ងៃចូលហើយនឹងជាពិសេសគឺយើងអាចមើលទេសភាពនៅជុំវិញនឹងបានហើយមួយទៀតគឺគំនូរដែលគេរៀបចំនៅទីនោះគឺមានសម្បូរបែបមានទាំងរូបសត្វរូបព្រះពុទ្ធបដិមារូបព្រះបាទជ័យវរ្ម័នទី7រូបព្រហ្មមុខ4ក៏ដូចជាមានរូបអប្សរាជាដើមនឹងហើយដែលការរៀបចំរបស់គេគឺធ្វើឲ្យលក្ខណៈឲ្យមានខ្យល់ចេញចូលបានសពគ្រប់ហើយជាពិសេសគឺនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេគឺខ្យល់អាចចេញចូលបានស្ទើរតែគ្រប់ទិសហើយជញ្ជាំងទៀតសោតគឺនៅពេលដែលពេលព្រឹកព្រលឹមពេលអីជាពិសេសគឺពេលមនុស្សដែលកំពុងស្នាក់នៅគឺយើងអាចធ្វើការបើកនៅផ្នែកម្ខាងបានហើយផ្នែកម្ខាងទៀតគឺគេរៀបចំលក្ខណៈជាស្រទាប់ជា layer ហ្នឹងយើងអាចបើកបិទនៅទីនោះទៅតាមស្ទាប់បានដែលយើងចង់បើកហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះគឺការរៀបចំបន្ទប់ទឹករបស់គេទៀតសោតគឺមានលក្ខណៈយើងចូលងូតទឹកហើយអត់ចង់ចេញ clean ហើយសុភនភាពស្អាតហើយចំណែកឯសួនច្បារឬក៏វាលស្មៅនៅបរិវេណផ្ទះហ្នឹងគឺមានលក្ខណៈ green មានស្មៅនៅផ្ទៃខាងក្រោមក៏ដូចជាមានដើមឈើចម្រុះមានដើមដូងដើមស្វាយហើយដើមឈើផ្សេងទៀតដែលគេដាំជាម្លប់ផងហើយក៏ជាការលម្អឲ្យទីធ្លាក៏ដូចជាកន្លែងផ្ទះលំហែហ្នឹងរឹតតែមានសុភនភាពហើយមិនមានកម្ដៅឬក៏យើងអាចថាកាត់បន្ថយកម្ដៅដែលធ្វើឲ្យយើងទៅសម្រាកមហាកាយនៅទីនោះគឺពោពេញទៅដោយផាសុកភាពហើយនឹងមានសុភនភាពទៀតផងហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះគឺការផ្សំរវាងនៅទេសភាពជុំវិញមានវាលស្រែមានដើមត្នោតមានការរស់នៅរបស់ប្រជាជនដែលនៅជុំវិញនឹងទៀតសោតហើយរឹតតែធ្វើឲ្យទីតាំងនោះមានការតាក់ទាញជាពិសេសគឺស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តនៅកន្លែងស្ងាត់ក៏ដូចជាឆ្ងាយពីទីប្រជុំជនទីក្រុងហើយទៅសម្រាកដើម្បីទទួលបាននៅធម៌ពលហើយទទួលបាននៅអារម្មណ៍ស្រស់ស្រាយហ្នឹងគឺនៅទីនោះគឺល្អបំផុតសម្រាប់អ្នកនៅចង់រស់នៅជីវិតដែលឆ្ងាយពីទីក្រុងហើយមិនត្រឹមតែប៉ុណ្ណោះគឺពួកគេក៏បានរៀបចំឲ្យមាន swimming pool
អាងហែលទឹកហ្នឹងដែលមានរៀបចំជាពីរផ្នែកគឺផ្នែកអាងធំសម្រាប់មនុស្សពេញវ័យមនុស្សធំធ្វើការងូតនិងហែលកំសាន្តហើយមើលថ្ងៃលិចក៏ដូចជាថ្ងៃរះនៅពេលព្រឹកហ្នឹងហើយចំណែកផ្នែកមួយទៀតគឺទឹករាក់សម្រាប់ឲ្យកូនឬក៏ក្មេងៗគាត់អាចងូតទឹកហែលលេងទៀតផងហើយការងូតទឹកនៅទីនោះយើងអាចងូតទឹកបដាសម្រាប់ឬក៏តម្រេតខ្លួនដោយមើលទេសភាពនៅជុំវិញអមទៅដោយវាលស្រែដើមត្នោតការខ្វៀលគោខ្វៀលក្របីហ្នឹងហើយមិនត្រឹមតែប៉ុណ្ណឹងគឺការរៀបចំរបស់ម្ចាស់ផ្ទះលំហែនេះគឺគិតដិតដល់មែនទែនគឺមានការរៀបចំបន្ទប់ steam មួយដែលជាលក្ខណៈតូចល្មមសម្រាប់មនុស្ស2ទៅ3នាក់ដែលយើងអាចធ្វើការ steam ឲ្យមានការបែកញើសដើម្បីបញ្ចេញជាតិពុលឲ្យយើងរឹតតែមានសុខភាពល្អអមជាមួយនឹងខ្យល់អាកាសបរិសុទ្ធនៅទីនោះទៀតផងហ្នឹងធ្វើឲ្យអារម្មណ៍យើងរឹតតែពោពេញទៅដោយធម៌ពលបន្ថែមមួយទៀតហើយចំពោះស្លឹកក្រូចសើចក៏ដូចជាគល់សក្តិដែលយើងដាក់ជាមួយនឹងបន្ទប់ steam ហ្នឹងគឺមិនបាច់ទិញនៅណាទេគឺយើងអាចបេះនៅទីធ្លាដែលនៅចិត្តបន្ទប់ steam នឹងទៀតផងហើយនេះជាការបង្ហាញនៅផ្នែកខាងមុខក៏ដូចជាផ្នែកចំហៀងសួនច្បារនៅក្នុងផ្ទះលំហែហ្នឹងគឺការរៀបចំឲ្យមានតុមានកៅអីអីហ្នឹងហើយមិនតែប៉ុណ្ណោះគឺយើងអាចមើលថ្ងៃលិចនៅទីនោះហើយអមជាមួយនឹងដើមត្នោតផ្លូវក្រាលគ្រួសក្រហមឬក៏ផ្លូវថ្មឬក៏យើងហៅថាផ្លូវជនបទហ្នឹងធ្វើឲ្យសុភនភាពពិតជាស្រស់ស្អាតសម្រាប់ការរស់នៅបែបជីវិតនៅតាមជនបទហើយនៅពេលយប់គឺភ្លើងបំភ្លឺនៅទីនោះគឺស្ទើរតែ 100% គឺប្រើប្រាស់ថាមពលកកឡើងវិញគឺថាមពលសូឡាដែលការរៀបចំគិតគូរពីបរិស្ថានហើយគិតគូរពីសុខភាពរបស់អ្នកស្នាក់នៅឬក៏ភ្ញៀវហ្នឹងហើយមានការបំភ្លឺភ្លើងនៅពេលរាត្រីហើយមានអំពូលភ្លើងដែលបំពាក់ទៅដោយសូឡាទៀតផងហ្នឹងហើយមានការបំពាក់ភ្លើងនៅលើតាមផ្ទាំងគំនូរហើយជញ្ជាំងលក្ខណៈជា layer ជាស្ទាប់នឹងធ្វើឲ្យយើងអាចមើលឃើញទៅទិដ្ឋភាពពេលយប់នៅខាងក្រៅផ្ទះហ្នឹងគឺពិតជាស្រស់ស្អាតនៅទីនោះស្អាតហើយគប់ជួនជាមួយនឹងសំឡេងសត្វល្អិតចង្រិតក្អាត់កង្កែបទៀតផងហ្នឹងក៏ធ្វើឲ្យបរិយាកាសនៅទីនោះរឹតតែមានការចាប់អារម្មណ៍មួយបែបបន្ថែមទៀតហើយដល់ពេលយប់ពួកយើងក៏បានធ្វើការ BBQ មានន័យថាអាំងសាច់ហ្នឹងហើយមានទាំងសាច់គោសាច់ជ្រូកហើយនឹងគ្រឿងសមុទ្រមួយចំនួនហើយក្នុងនោះក៏មានបន្លែការ៉ុតផ្សិតហើយនឹងបន្លែគួបផ្សំមួយចំនួនទៀតហើយសម្រាប់ក្មេងៗដែលគាត់រងចាំញ៉ាំបាយហ្នឹងគឺដោយសារតែសាច់អាំងយើងអត់ទាន់បានឆ្អិនក៏មានការឲ្យគាត់ហូបមុនដែលម្ហូបដែលយើងទិញពីផ្សារមានគ្រឿងសមុទ្រគ្រឿងអីហ្នឹងហើយមិនយូរប៉ុន្មានក៏មានក្រុមមួយក្រុមទៀតគឺជាអ្នកបង្កាត់ភ្លើងបង្កាត់ខ្ជូងហ្នឹងសម្រាប់ធ្វើអាំងសាច់ហ្នឹងហើយភ្លើងក៏កំពុងតែឆេះហើយកាមេរ៉ាមែនក៏បានផ្ដិតយករូបភាពពេលយប់នៅជុំវិញផ្ទះនឹងទៀតផងហើយបន្ទាប់មកទៀតយើងក៏ធ្វើការអាំងសាច់
លីឡំនឹងបន្លែមួយចំនួនមានផ្សិតមានម្ទេសប្លោកក៏ដូចជាមានការ៉ុតនឹងទៀតផងបន្ថែមឲ្យជារសនៃសាច់នឹងរឹតតែមានរសជាតិឆ្ងាញ់ហើយក្រោយមកទៀតក៏ពេលព្រឹកហើយយើងអាចមើលឃើញថ្ងៃរះនៅបែកខាងកើតនៃផ្ទះសម្រាប់លំហែកាយរបស់យើងបានហើយមានពោពេញទៅដោយខ្យល់អាកាសបរិសុទ្ធទៀតផងហ្នឹងធ្វើឲ្យយើងនឹកឃើញដល់អនុស្សាវរីយ៍កាលពីក្មេងដែលអ្នកនៅស្រុកស្រែចំការហើយយើងឃើញមានទិដ្ឋភាពការខ្វៀលគោឬក៏ដែងគោទៅចងឲ្យវាស៊ីស្មៅពីប្រជាជនដែលរស់នៅជុំវិញនោះទៀតផងក្រោយពីសម្រាកនៅទីនេះមួយយប់យើងព្រឹកឡើងគឺយើងបន្តដំណើរទៅខេត្តកំពតហើយអាហារពេលព្រឹករបស់ពួកយើងគឺចូលញ៉ាំកាហ្វេឆ្ងាញ់មួយកន្លែងដែលស្ថិតនៅចន្លោះពងមូលទុរេនក៏ដូចជាមាត់ទន្លេរបស់ខេត្តកំពតហ្នឹងហើយយើងបានហៅគុយទាវហៅបាយទៅតាមចំណង់ចំណូលចិត្តបន្ទាប់មកទៀតក៏យើងបានទៅញ៉ាំកាហ្វេរ៉ាមីដែលស្ថិតនៅតាមផ្លូវឆ្ពោះទៅខេត្តកែបហ្នឹងហើយក្រោយពីទិញកាហ្វេហើយយើងបានមកថតរូបភាពមួយចំនួនដែលជាទីពេញនិយមរបស់ខេត្តកំពតគឺសេះសមុទ្រហើយនឹងថតនៅតាមដងព្រែកដែលជារូបភាពដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តកំពតហ្នឹងហើយវីដេអូដែលបង្ហាញអំពីការទៅសំណាក់នៅក្នុងខេត្តកំពតមួយយប់នេះគឺសូមចប់តែប៉ុណ្ណេះអរគុណ